សម្រាប់វីដេអូនេះដែរខ្ញុំចង់និយាយពីតែខ្ញុំចង់និយាយក្នុងចិត្តដែរតែនិយាយថាខ្ញុំសប្បាយចិត្តហើយខ្ញុំក៏ពេញចិត្តក្នុងការបំពេញកិច្ចការមួយនេះដើម្បីការពារប្រទេសជាតិការពារទឹកដីមាតុភូមិរបស់កម្ពុជារបស់យើងនិងការពារដល់ប្រជាជនទាំង17លាននាក់ជាងដែលកំពុងតែទន្ទឹងរង់ចាំផ្លូវដើម្បីមើលរបស់ខ្ញុំធ្វើបានក្នុងការពារទឹកដីរបស់យើងហើយតស៊ូដើម្បីជ័យជំនះការពារទឹកដីពីសត្រូវឈ្នានីសវីដេអូនេះមកនេះទេខ្ញុំគាត់តែចង់បង្ហាញពីអារម្មណ៍របស់ខ្ញុំសប្បាយចិត្តដែលខ្ញុំបានបំពេញកិច្ចការមួយនេះបំពេញកិច្ចការមួយនេះដើម្បីការពារទឹកដីរបស់យើងពីសត្រូវឈ្នានីសនិងការពារដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាចឹងខ្ញុំសប្បាយចិត្តមែនទែនចឹងជីវិតខ្ញុំអត់ស្ដាយទេឲ្យតែខ្ញុំបានការពារទឹកដីរបស់ខ្ញុំនិងការពារប្រជាជនរបស់ខ្ញុំចឹងតើនេះគឺមានតែប៉ុណ្្នឹងមានតែមេរៀននៃ10អរគុណច្រើនបងប្អូនអរគ្នាពួកយើងនៅតស៊ូការពារបន្តទៀត